សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងនៅដែរខ្ញុំមានវីដេអូមួយទៅនឹងការប្រើ sticker នៅក្នុង chat ឬក៏ Telegram ក៏បានដែរដែល sticker នោះគឺដូចជារូបនាចារឬក៏ Mobile Legends អញ្ចឹងអ្នកនរគ្នាអញ្ចឹងខ្ញុំបញ្ជាក់មួយទៀតដល់ពេលយើងចូលមកអញ្ចឹងមើលយើងលេងលក្ខណៈ account មួយ private មួយគ្នាស្មើអញ្ចឹងគឺ sticker នោះគឺវាចេញស្អាតនេះវាចេញពេលយើងដាក់អញ្ចឹងទៅវាចេញស្អាតវាអត់មានអីទេវាថាលេងនៅក្នុងគ្រប់បើយើងដាក់ទៅវាចេញ background របស់ខ្មៅអញ្ចឹងដើម្បីមាន sticker ហ្នឹងអ្នកគ្នាចំពោះ Android បើ iOS ខ្ញុំមិនដឹងថាធ្វើម៉េចទេ iOS តើគេមានចុច add ធ្វើជា sticker ទៅបានបញ្ចូលខ្ញុំអត់ដែរប្រើ iOS អញ្ចឹងខ្ញុំមិនដឹងទេយើងចុចឲ្យកន្លែងហ្នឹងមកអ្នកយើងចុច search នេះមកយើងដាក់បាយសខ្មែរដាក់ឡាចាអញ្ចឹងមកនេះគឺចេញមកច្រើនឡាចាចេញច្រើនមិនក៏មានយើងស្លាញ់មិនណាដាក់ហ្នឹងដែរចេញមកគឺទៅហើយដូច Mobile Legends អញ្ចឹងយើងចុចកន្លែងហ្នឹងមកយើង search ទៀតមកចុចលេមកនេះ Mobile Legends មកចេញរូបលេនដាក់ emoji ឡៃឡាលេនដាក់អញ្ចឹងគឺវាចេញលុយមែនតើតែបើសិនជាយើងលេងនៅក្នុងក្រុមគឺវាអត់ចេញបែបស្អាតទេវាចេញមាន background ពណ៌ខ្មៅអញ្ចឹងបើទៅអត់ទៅស្អាតបាទលេង account មួយស្មើទេចង់វាយចេះក៏ចេញក៏បានដែរវាស្អាតមែនតើហើយចំពោះ iOS ដូចជាគេមានរបៀបធ្វើផ្សេងពីហ្នឹងនេះពេលយើងឆ្លើយពីហ្នឹងសម្រាប់នៅនឹងគ្រប់ខ្ញុំបានមួយទៀតគឺវាចេញចេះពេលយើងដាក់ emoji នេះចេញគឺវាចេញមានbackground ពណ៌ខ្មៅអញ្ចឹងវាអត់សូវស្អាតទេតើយើងលេងមួយស្មើឲ្យបានស្អាតហ្នឹងអញ្ចឹងវីដេអូហ្នឹងគឺអត់មានអីច្រើនទេមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយបាយ